ហ្នឹងបងប្អូនគឺមុនខ្ញុំទៅផ្ដាំញោះទៀតហើយបងប្អូនហើយស្បុកនេះបានច្រើនជាងមុនបាទគឺ12ហើយមុននឹងយើងនិយាយពីពីមុននេះនាំបងប្អូនទៅទស្សនាពីសកម្មភាពបងវាបងប្អូននេះខ្ញុំនាំបងប្អូនមករាប់មាត់នេះសកម្មថាតន់សែនក្បាច់ទឹកចុះ1 2 3 4 5 6 7 8 9ហ្នឹងហើយ9បងប្អូនបាទហើយបងប្អូនអញ្ចឹងយើងនិយាយត្រឡប់មកវិញបាទអញ្ចឹងបងប្អូនបានឃើញហើយអំពីសកម្មភាពដែលខ្ញុំថតពេលយប់ហ្នឹងបាទគឺបងនៅក្នុងទ្រុងបាទដែលខ្ញុំកំពុងតែថតបង្ហាញនេះបងប្អូនមកវិញហ្នឹងគឺវាធំតាមតំណរបស់វាអញ្ចឹងបងប្អូនហើយក៏និយាយទៅគឺលឿនណាបងប្អូនយើងនិយាយថាមានធំតូចអីអញ្ចឹងទៅតាមតំណការបាទនេះទាផ្សេងបងប្អូនហើយនេះក៏ចិត្តតម្លាក់ចោះឲ្យបងប្អូនដោយសារវាជាទ្រុងតម្លាក់ទៅដាក់ទ្រុងស្បៃវិញបងប្អូនបាទហើយនេះយើងមកឃើញតូចនេះវិញបងប្អូនហ្នឹងមើលបងប្អូនយប់នោះបងរៀងធ្វើបាទហើយតូចនេះបាទគឺបងអូននៅក្នុងទ្រុងមិញហ្នឹងបងប្អូនហើយតែគាត់ថាសារនេះវាច្រើនបាទបាន12គ្រាប់បងប្អូនបាទហើយខ្ញុំឆ្ងល់ដែរបងប្អូនគឺថាមន់គឺតែរៀងយូរអីចឹងទៅកូនភាសា2សារទៅវារៀងធ្លាក់តែមន់នេះអត់ទេកូន4សារទាំងនេះហើយបងប្អូនប៉ុន្តែគាត់ថាកូនដំបូងរបស់វាមុនបាន9គ្រាប់ដែរប៉ុន្តែគាត់ថាខ្ញុំនឹងធ្វើម្ហូបហើយនឹងបានលក់ចេញបាន5ក្បាលដែរបងប្អូនគាត់នឹងតែគាត់ថាអត់បានថតបង្ហាញឲ្យបងប្អូនទស្សនាទេពេលហ្នឹងតែតូចនេះបងប្អូនហើយសម្រាប់សារក្រោយហ្នឹងគឺខ្ញុំអាចនឹងបានច្រើនទៀតបងប្អូនសារក្រោយហ្នឹងគឺតម្លាក់ចុះហ្នឹងគឺ3សវកបន្តទៀតបងប្អូនហើយពួកមេកមុំហ្នឹងគឺវាចាប់ផ្ដើមក្រាបហើយបងប្អូនមេមួយក្រាបពីរទៀតវាចិត្តក្រាបដែរបងប្អូនហើយវាចំទៅគឺ3សវកបងប្អូនសាច់ក្រោយហ្នឹងតែគាត់ថាវាជាងមុនក្រោយបន្តិចបងប្អូនដោយសារមេនោះគេទៅមកពងបាន5គ្រាប់ទេបងប្អូនហើយពីយូរបាមេមួយទៀតហ្នឹងគឺវាក្រាបហើយឃើញវាក្រាប 3-4 ថ្ងៃដែរបងប្អូនបាទហើយហ្នឹងនេះបងក្នុងទ្រុងទូចទៅញាស់មិញហ្នឹងបងប្អូនហើយទៅញាស់ហ្នឹងគឺខ្ញុំថតហ្នឹងគឺវាមានអាយុ4ថ្ងៃហើយបងប្អូនបាទហ្នឹងហើយបងប្អូនសម្រាប់វីដេអូខ្ញុំដូចជាអត់សូវចេះនិយាយអីច្រើនទេបងប្អូនអើយហើយចំណេះចេះដឹងអីក៏មិនសូវជាមាននិយាយទៅគឺគ្រប់យ៉ាងហ្នឹងគឺដូចជាចាយដន់អញ្ចឹងបងប្អូនហ្នឹងហើយអរគុណច្រើនបងប្អូនបាទសម្រាប់បងប្អូនបាទដែលចូលចិត្តបាទស្រឡាញ់អំពីការចាំមន់បងប្អូនខ្លះជាលក្ខណៈគ្រួសារអញ្ចឹងណាចង់ឃើញពីទស្សនវិជ្ជាការរស់នៅរបៀបអ្នកស្រុកស្រែជនបទចាំសัตว์បាទជាលក្ខណៈគ្រួសារអញ្ចឹងសូមបងប្អូនជួយចុច like channel ខ្ញុំម្នាក់មួយផងបាទអរគុណបងប្អូនម្ដងទៀតអរគុណច្រើន